មកជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបង្រៀនពីរបៀបនៃការ download app នាឡិកាហ្នឹងណានេះ model នេះបងប្អូនណាប្រភេទ sport បងប្អូនការ download app នឹងដំឡើងអត់ពិបាកទេបងប្អូនចូលទៅកម្មវិធីទៅនេះចូលកម្មវិធីមកនេះបងប្អូនរកពាក្យ setting នេះបងប្អូនក្រោមគេចុច setting មកហើយអូសទៅក្រោមទៀតបងប្អូនបងប្អូនអាចរកពាក្យ QR code ចូលចុចកន្លែង QR code មកសំទោសបងប្អូនចុចនៅកន្លែង QR code វា load QR code បែបនេះបងប្អូនតើវា load បែបនេះយើងចូលទៅកាមេរ៉ារបស់យើងនេះបងប្អូនពេលបងប្អូនចូលទៅយក QR code វាយើងចូលទៅ setting សិនណាបង setting ហើយយើងអូសរកពាក្យ QR code ណានេះពាក្យ QR code ហ្នឹងបងណាយើងចុចត្រូវកន្លែងពាក្យ QR code ហ្នឹងចុចទៅវា load ឃើញ QR code ហើយយើងកន្លែងទៅមើលទូរស័ព្ទដៃរបស់យើងសម្រាប់ iPhone នេះយើងអាចយកកន្លែងកាមេរ៉ាមកយើង scan វាចេញមកយើងចុចតាម link វាហ្នឹងបងណាហើយនឹងវា load នៅកម្មវិធីបែបនេះជាប្រភេទកម្មវិធី load នេះបងប្អូនបន្ទាប់ពីបងប្អូនដោតមកយើងមើលកម្មវិធីនេះបងប្អូននេះបងប្អូនប្រើប្រភេទនេះក៏បានដែរឥឡូវនេះបងប្អូនប្រើប្រភេទ Samsung ក៏អាចដោតមកនៅកម្មវិធី Glorifit តើបងប្អូនដោតមកហើយនេះយើងអាច log in យើងបង្កើតក៏បានដែរតែបើសិនតែយើងចូលទៅប្រើដោយមិនបង្កើត account ក៏បានដែរបងប្អូននេះយើងចុចពាក្យខាងលើនេះចុចពាក្យ skip មួយមកហើយយើង agree បងចុច skip មកយើង agree ហើយបន្ទាប់មកនេះវា load យកស្រីឬប្រុសបើប្រុសយកប្រុសបើស្រីយកស្រីបើប្រុសខ្ញុំយកប្រុសទៅមកទៀតកន្លែងហ្នឹងគេឲ្យដាក់កម្ពស់ឥឡូវឧទាហរណ៍ខ្ញុំកម្ពស់ប្រហែល1.8 m ទៅមកបន្ទាប់ទៀតអានេះគេឲ្យដាក់គីឡូយើងគីឡូបានខ្ញុំគីឡូ77ឧទាហរណ៍ចេះហើយនេះយើងមិនបាច់ដាក់ក៏បានយើងទៅបន្ទាប់ទៀតអានេះថ្ងៃខែឆ្នាំកំណើតរបស់យើងបងចង់ដាក់តើខែណាឆ្នាំណាយើងដាក់មកឧទាហរណ៍1998ខែ1ហើយយើងចុចបន្ទាប់ទៀតអានេះយើងចង់ដាក់ប៉ុន្មានក៏បានដាក់8000ក៏បានដាក់9000ក៏បានអានេះគេហៅថាចម្ងាយដែលយើងដើរប៉ុន្មានជារៀនក្នុងមួយថ្ងៃអញ្ចឹងបងប្អូនណាយើងចុចបន្ទាប់ទៀតទៅលោតអញ្ចឹងយើងអាចយកអាកណ្ដាលបានទៅមួយចុចអូខេមកពេលណាវាបានបែបនេះហើយបងប្អូនយើងអត់ទាន់ connect បានទេណាអញ្ចឹងបងប្អូនចូលទៅនេះកន្លែង try ចុចកន្លែង try យើងចុច allow ទៀតមកនេះវាឲ្យយើង connect រវាងនាឡិកាហើយនឹងទូរស័ព្ទដៃឥឡូវយើងយកពាក្យ new connector ទៅមកនេះយកពាក្យនេះខាងលើគេតមកទៀតនេះវាឃើញ mode នាឡិកា load ឲ្យយើងចុចលើវាមកវា search បងកំពុង search យើងអាចយកនាឡិកាដាក់ចិត្តគ្នាអញ្ចឹងមកអូខេ pairing តមកយើង allow ទៀតតទៅពេល allow ហើយវា connect បានហើយបងប្អូនយើងឆែកមើលនៅនាឡិការបស់យើងដាក់ម៉ោងនេះសិនអញ្ចឹងបងប្អូនមើលរវាងនាឡិកាពេលយើងជាប់បានហើយរវាងនាឡិកាហើយនឹងម៉ោងនៅលើទូរស័ព្ទដៃយើងម៉ោង 3:51 អញ្ចឹងនាឡិការបស់យើងក៏ម៉ោង 3:51 ដែរអញ្ចឹងមានន័យថាយើងភ្ជាប់ហើយម៉ោងវាដើរត្រូវគ្នាហើយបងប្អូនណាអានឹងសម្រាប់វិធីភ្ជាប់ហើយបងប្អូនភ្ជាប់ហើយបងប្អូនអាចចូលទៅមើលកម្មវិធីផ្សេងនៅលើទូរស័ព្ទលើនាឡិកាយើងបានអញ្ចឹងបងប្អូនមើល watch face ហ្នឹងមានន័យថាកន្លែងដែលយើងអាចបន្ថែមមុខងារនាឡិកាដៃបានណាឥឡូវឧទាហរណ៍ខ្ញុំចង់នាឡិកាដៃវាមានមុខតែប៉ុន្មានឥឡូវខ្ញុំឧទាហរណ៍មើលខ្ញុំវិលមើលមុខវាមានដូចជា4 5អាចដូរបានឥឡូវយើងចង់បានមុខនាឡិកាផ្សេងថ្មីយកទៅដាក់លើនាឡិកាយើងបានដែរគ្រាន់យើងដោនតាម app ឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចង់បានមុខមួយណាមួយអញ្ចឹងណាឧទាហរណ៍នេះខ្ញុំចង់បានមុខនាឡិកាមួយនេះចុះយើងចង់បានមួយណាយើងចុចលើមួយហ្នឹងចុចហើយនេះយើងចុចទៀតមកបន្ត download ពេលណាវាកំពុង download វា load ចឹងគាត់គ្រប់ 100% វាអូខេអូខេឥឡូវនេះវាគ្រប់ 100%អញ្ចឹងយើងបានមុខនាឡិកាថ្មីណាហើយចុច complete មកអញ្ចឹងបងប្អូនបើសិនយើងចង់ដាក់រូបភាពយើងក៏បានដែរនាឡិកានេះបងប្អូនខ្ញុំចូលទៅរបៀបតាំងរូបភាពយើងខ្ញុំចូលទៅសាប់ថ្មីបងណានេះដើម្បីតាំងរូបភាពបានយើងចូលនេះកន្លែង white face ហើយយើងចូលនេះយកកន្លែងនេះ customer deal នេះពេល load បែបហ្នឹងមកយើងចុចលើរូបភាពហ្នឹងមកទៅមកខ្ញុំទៅរករូបភាពយើងយកចុចកន្លែងនេះចុចវាហើយយើងយក from album យើងយកចេញពីទូរស័ព្ទយើងឥឡូវខ្ញុំដាក់តាំងនេះរូបកូនឆ្មាឥឡូវខ្ញុំចង់យករូបកូនឆ្មាមួយព្រិចរួមវាត្រូវបងណាចង់បានប៉ុណ្ណាព្រិចយកប៉ុណ្ណឹងឥឡូវខ្ញុំឧទាហរណ៍យកប៉ុណ្ណឹងទៅមកខ្ញុំចុច yes ចុច yes ហើយយើងចុចកន្លែងនេះបតងទៀតចុចលើនឹងទៀតមកវាកំពុងដើរទៅចាំមើលវាដើរទៅគ្រប់ 100% វានឹងបានរូបកូនឆ្មាមកតាំងនៅលើអេក្រង់របស់យើងអូខេអញ្ចឹងរូបកូនឆ្មាហ្នឹងតាំងនៅលើកញ្ចក់របស់យើងដោយសារវាអត់មានពណ៌សអញ្ចឹងម៉ោងវាយើងមើលឃើញដែរម៉ោងហើយថ្ងៃទីនៅលើនឹងច្បាស់ល្អតោះយើងទៅក្រោយទៅវិញឥឡូវយើងទៅមើល option ផ្សេងទៀតនេះហើយយើងអាចចូលទៅមើលទៀតនេះដូចយើងអាចបើកបាននេះ app ផ្សេងហ្នឹងបងអាចចូលទៅកន្លែងនេះ phone call យើងបើកអស់ហើយ SMS app ផ្សេងបងប្អូនអាចចូលមកបើកកន្លែងនេះដូចខ្ញុំចុចលើមិញបងនេះចូលកន្លែង app នេះមកអានេះមានន័យថាបងប្អូនបើកលើ app មួយណាអញ្ចឹង app មួយហ្នឹងវានឹង load ឲ្យពេលដែលភ្ញៀវគាត់ថាពេលមានគេឆាតមកវា load នៅលើនាឡិកាយើងឲ្យដឹង
ឥឡូវចូលបើក Facebook មួយយើងបើក Telegram មួយឬយើងបើក other app ហ្នឹងក៏បានដែរបងប្អូនណាពេលមានគេឆានមកវាលោតទៅលើហ្នឹងឡូយមែនទែនបងប្អូនណាហើយបងប្អូនមានតម្រូវការចង់បើក app មួយណាទៀតក៏បានដែរហើយកម្មវិធីផ្សេងទៀតដូចជាអត់មានអីទេនៅខាងនេះគឺជាព័ត៌មានរបស់យើងចង់បង្កើត account ខ្លួនឯងក៏បានបើមិនចង់ទេយើងប្រើធម្មតាអញ្ចឹងក៏បានដែរអញ្ចឹងវីដេអូនេះដូចជាអត់មានដូចច្រើនទេបងប្អូនហើយមានតែប៉ុណ្្នឹងទេបងប្អូនណាអាចយកទៅប្រើបាននេះសម្រាប់ model មួយនេះណាអរគុណច្រើនបងប្អូនដែលបានទស្សនា